រូបជំរាបសួរពុកម៉ែបងប្អូនបាទវិលមកជួបគ្នាសាជាថ្មីជាមួយនឹង Channel សំណាង Cooking បាទថ្ងៃនេះ Channel សំណាង Cooking មកចែកម្លែកពុកម៉ែបងប្អូនពីរបៀបធ្វើពងទាចៀនត្រីប្រម៉ាបាទហើយគ្រឿងផ្សំថ្ងៃនេះមានត្រីប្រម៉ាសាច់ជ្រូក3ជាន់ចិញ្ច្រាំនិងពងទា3គ្រាប់ហើយនិងទឹកអំពិលទុំបាទយើងចិញ្ច្រាំត្រីប្រម៉ាឲ្យម៉ត់មកបន្ទាប់មកគឺយើងដាក់សាច់ជ្រូកចិញ្ច្រាំសាច់3ជាន់ហ្នឹងបាទដាក់ចូលចិញ្ច្រាំចូលគ្នាឲ្យម៉ត់សពចូលគ្នាឲ្យស្មើសាច់ទៅដាក់ខ្ទឹមសបន្តិចហើយនឹងស្លឹកខ្ទឹមហើយបងប្អូនចូលចិត្តហឹរដាក់ម្ទេស2-3គ្រាប់ទៀតទៅបន្ទាប់មកគឺយើងគោះពងទាបាទពងទាថ្ងៃនេះខ្ញុំប្រើ3គ្រាប់បាទដោយសារខ្ញុំចំហុយបន្តិចដែរទេអញ្ចឹងដាក់ពងទា3គ្រាប់ហើយយើងបន្ថែមជាមួយនឹងម្សៅស៊ុបខ្នុរប៊ីចេងបន្តិចហើយនឹងស្ករសបាទបន្ទាប់មកគឺយើងដាក់ជាមួយនឹងទឹកអំពិលទុំបាទទឹកអំពិលទុំគឺយើងដាក់ដើម្បីឲ្យវាកាត់ជាតិប្រៃបាទដើម្បីឲ្យមានរសជាតិឆ្ងាញ់ព្រោះកាលណាតែប្រៃពេកហើយវាខ្វះរសជាតិជូរដើម្បីកាត់ឲ្យជាតិប្រៃខេះហ្នឹងគឺអត់ឆ្ងាញ់ទេរសជាតិរបស់វាបាទអញ្ចឹងគឺយើងលួចទឹកអំពិលទុំបន្តិចទៅបាទបន្ទាប់មកគឺយើងដាក់ប្រេងឆាដាក់ចូលខ្ទះបាយឲ្យខ្ទះរាងក្តៅបន្តិចដើម្បីយើងចៀនវាកុំឲ្យជាប់ខ្ទះពុកម៉ែបងប្អូនបាទហើយតមកគឺនៅសល់ស្លឹកខ្ទឹមយើងរោយស្លឹកខ្ទឹមពីលើបន្ថែមទៀតទៅហើយយើងគ្របវាមួយសន្ទុះហើយចន្លោះពេលដែលយើងគ្របវាហ្នឹងគឺយើងបើកភ្លើងហឹមទេពុកម៉ែបងប្អូនអត់បើកភ្លើងខ្លាំងទេកាលណាយើងបើកភ្លើងខ្លាំងវាអាចនឹងខ្លោចហើយសាច់ជ្រូកអត់ឆ្អិនល្អទេពុកម៉ែបងប្អូនអញ្ចឹងគឺយើងបើកភ្លើងហឹមទៅបាទឥឡូវរួចរាល់ហើយពុកម៉ែបងប្អូនបាទគឺថាលឿនមែនតើមុខម្ហូបមួយមុខនេះពុកម៉ែបងប្អូនទស្សនាវីដេអូនេះហើយសាកធ្វើញ៉ាំទៅបាទហើយថ្ងៃនេះគឺខ្ញុំចៀនបាន3ប្រទះដែរហើយសម្រាប់ទទួលទានអាហារថ្ងៃត្រង់គឺថាមុខម្ហូបមួយមុខនេះត្រូវហើយពុកម៉ែបងប្អូនបាទជិបចុកគឺថាឆ្ងាញ់ណាស់បាទហើយបន្លែរបស់យើងថ្ងៃនេះមានត្រសក់សណ្តែកគួរហើយនិងស្ពៃក្តោបបាទអាហ្នឹងយើងចិត្តលាងទឹកហើយយើងត្រាំតកកបន្តិចទៅពុកម៉ែបងប្អូនដើម្បីឲ្យវាស្រួយហើយវាឆ្ងាញ់អញ្ចឹងណាពុកម៉ែបងប្អូនបាទហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបាទមុខម្ហូបមួយមុខនេះគឺថាងាយមែនតើពុកម៉ែបងប្អូនបាទហើយថ្ងៃនេះគឺថាលួងចិត្តប្រពន្ធតិចហើយបាទព្រោះថ្ងៃនេះរៀងងក់រៀងងោអញ្ចឹងយើងធ្វើម្ហូបណាដែលគាត់ចូលចិត្តទៅបាទគឺថាគាត់បាត់ខឹងហើយហើយវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនដែលទស្សនាវីដេអូពីដើមរហូតដល់ចប់បាទហើយក៏អរគុណពុកម៉ែបងប្អូនដែលតែងតែជួយ like ជួយ comment និងជួយ share រាល់វីដេអូដែលខ្ញុំផុសនៅក្នុង page សំណាង TV បាទអរគុណពុកម៉ែបងប្អូនមែនតើបាទហើយក៏សូមជូនពរឲ្យពុកម៉ែបងប្អូនរកស៊ីទទួលទានមានបានទៅណាមកណាបាទជួបតែសុខជួបតែចម្រើនបាទអរគុណជួបគ្នានៅវីដេអូក្រោយទៀត